ចូលចិត្តកន្លែងចង្កនីកណ្ដាលនេះសាច់ចង្កនីវាបានស្បែកស្រួយច្រើនជាងកន្លែងសាច់អានេះខ្លះទៅគេចូលចិត្តសាច់ទៅហ្នឹងហើយក្បាលក៏ដូចគ្នាកាន់តែស្រួយសាច់យើងដកឆ្អឹងអស់ហើយអញ្ចឹងប្រភេទកន្លែងចង្កនីវាមិនសូវមានជាតិសាច់ខ្លាញ់ទៅហ្នឹងហើយអញ្ចឹងតាមអ្វីដែលបងប្អូនចូលចិត្តគាត់សុំកាត់នៅចឹងកាត់យើងកាត់សេរីឲ្យបងប្អូនសេរីគាត់ស្រឡាញ់ត្រង់ណាកាត់ត្រង់ណាកាត់ឡើងហ្នឹងឆ្លាញ់ណាកាត់ឡើងហ្នឹងបាត់ក៏សូមគ្រប់លំអរកាយបាទជំរាបសួរបាទប្រិមត្តទីគ្រប់ប្របានបាទថ្ងៃនេះគឺជាថ្ងៃទី2ខែមិថុនាបាទឆ្នាំ2025នៅក្នុងដែរខ្ញុំមានវត្តមាននៅក្នុងបរិយាគូស្រូវ2នៅតាមបណ្ដោយផ្លូវចូលក្នុងបរិយាតែម្ដងគឺផ្លូវលេខ8នៅត្រង់ចំណុចដែលខ្ញុំចូលនេះគឺផ្ទះលេខ39ដែលយើងឃើញថាជាក់ស្ដែងមកឃើញមកដល់ទីតាំងនេះឃើញរសជាតិវាឈ្ងុយហើយក៏មិនអាចចម្លងបានក៏ឈានចូលមកមើលបែបសាច់ជ្រូកអាំងដកឆ្អឹងនេះយើងឃើញថាក្នុងរដូវកាលនេះបងប្អូនឃើញការលក់ដូររបស់ប្រជាពលរដ្ឋនោះគឺមានច្រើនណាស់មិនមែនឃើញតែប៉ាជេជ្រូកអាំងនេះទេមានបងប្អូនក៏មានឃើញលក់នៅតាមបណ្ដាផ្សារផ្សេងៗដែរប៉ុន្តែក្នុងនេះខ្ញុំមកដល់ក្នុងបរិយានេះក៏បានឃើញប្រទះឃើញបងស្រីដែលគាត់លក់សាច់ជ្រូកអាំងដកឆ្អឹងនេះមានអារម្មណ៍ថាឈ្ងុយក៏ឈានជើងមកសួរព័ត៌មានខ្លះតើការអាំងរបស់គាត់នេះអាំងជ្រូកទម្ងន់ប្រហែលគីឡូហើយជ្រូកនឹងគឺជាជ្រូកអីអញ្ចឹងណាបាទជំរាបសួរបងមកជំរាបសួរអញ្ចឹងខ្ញុំឃើញបងប្អូនមួយចំនួនគាត់ធ្វើការអាំងជ្រូកហ្នឹងប្រភេទជ្រូកយើងឬក៏ជ្រូកកដោឬក៏អីហ្នឹងគឺធម្មតាជ្រូកយើងធម្មតាយើងនឹងចិញ្ចឹមតាមស្រុកស្រែយើងហ្នឹងណាអូអញ្ចឹងយកមកយើងយកវាដកឆ្អឹងចេញដើម្បីយកអាំងដកឆ្អឹងចេញបានវាស្រួយឆ្ងាញ់ចុះអត់សូវមានខ្លាញ់ទេខ្ញុំសួរថាជ្រូកហ្នឹងទម្ងន់ប្រហែលប៉ុន្មានគីឡូហ្នឹងបើធំប្រហែលជា20គីឡូលើបើតូច20គុតក្រោម20គីឡូជាងអញ្ចឹងក្នុងមួយថ្ងៃនេះបងអាំងជ្រូកប្រហែលក្បាលទីតាំង2ក្បាលហើយសារបងមាន2សាខា2សាខាអញ្ចឹងមួយសាខាគឺមួយក្បាលអញ្ចឹងណាអញ្ចឹងសាខាទី1ទៀតនៅណានៅទល់មុខផ្សារព្រៃជ្រៃទល់មុខផ្សារព្រៃជ្រៃម្ដងរោងចក្រព្រៃជ្រៃណាចាអូអញ្ចឹងបងប្អូនសូមជម្រាបបន្ថែមបន្តិចបងប្អូនដែលមានតម្រូវការជ្រូកអាំងហ្នឹងបើសិនជាមកទីតាំងនេះអស់បងប្អូននៅម្ដងជួរព្រៃជ្រៃអាចទៅខាងព្រៃជ្រៃបានអញ្ចឹងមាន2សាខាអញ្ចឹងមកណោះអញ្ចឹងនាមឈ្មោះថាប៉ាជេជ្រូកអាំងអូអញ្ចឹងមានន័យថាប៉ាជេហ្នឹងមានន័យធំណាជ្រូកយ៉ាងមិនដែរបងការបង្កើតមុខរបរអាជីវកម្មរបស់បងអាំងជ្រូកប្រហែលខែប្រហែលឆ្នាំដូចជា3ឆ្នាំហើយអូន3ឆ្នាំជាងហើយអញ្ចឹងយ៉ាងមិនដែរការលក់ដូរអីការលក់ដូរព្រោះឥឡូវគេស្គាល់ច្រើនមានមួយច្រើនហ្នឹងហើយពីដំបូងឡើងខាងណាលក់មុនខាងនេះឬខាងនោះខាងនឹងលក់មុនខាងនេះលក់មុនហ៎ហើយយ៉ាងមិនដែរបងប្អូនគ្រប់គ្រងច្រើនទេគ្រប់គ្រងច្រើនចាយក៏ដាក់ម្សាខាទៀតអូអញ្ចឹងគាត់ឃើញថាមិនទាន់ដល់ល្ងាចផងអស់មួយចំហៀងបាត់ហើយហ្នឹងបងប្អូនឃើញហើយឃើញទីទៀតខ្ញុំដាក់វីដេអូជ្រូកទាំងមូលតែម្ដងដោយសារថ្ងៃនេះគឺលក់ដាច់បាទស្មន់ណានៅសល់តែមួយចំហៀងទេអញ្ចឹងរាល់ថ្ងៃហ្នឹងគឺដាក់មួយតែម្ដងចាមើលតែជនយើងចូលចិត្តកន្លែងណាដែលឆ្ងាញ់ជាងគេជ្រូកមកភាគច្រើនគាត់ចូលចិត្តកន្លែងចង្កនីកណ្ដាលនេះសាច់ចង្កនីវាបានស្បែកស្រួយច្រើនជាងកន្លែងសាច់អានេះខ្លះទៅគេចូលចិត្តសាច់ទៅហ្នឹងហើយក្បាលក៏ដូចគ្នាកាន់តែស្រួយសាច់យើងដកឆ្អឹងអស់ហើយអញ្ចឹងប្រភេទកន្លែងចង្កនីវាមិនសូវមានជាតិសាច់ខ្លាញ់ទៅហ្នឹងហើយអញ្ចឹងតាមអ្វីដែលបងប្អូនចូលចិត្តគាត់សុំកាត់នៅចឹងយើងកាត់សេរីឲ្យបងប្អូនសេរីគាត់ស្រឡាញ់ត្រង់ណាកាត់ត្រង់ណាកាត់ឡើងហ្នឹងឆ្លាញ់ឡើងណាកាត់ឡើងហ្នឹងឥឡូវចិត្តអស់ហើយណាបងណាហើយបងមានទទួលប្រភេទកម្មវិធីគុំដូចជាការដូចជាប៉ុនទានអីកម្មវិធីជប់លៀងអីទទួលដែរហ្នឹងហើយទទួលមានកម្មវិធីការជប់លៀងក្រុមហ៊ុនអីផ្សេងគឺចែកទទួលហើយជាពិសេសប៉ុនចូលឆ្នាំចិនឬក៏ឆេងមេងអីក៏ទទួលដែរហ្នឹងហើយប្រហែលក្បាលទៅក្នុងអំឡុងដែលទទួលហ្នឹងអាចនិយាយថាទទួលធ្វើតន់ឲ្យគេប្រហែលក្បាលឡើងអាហ្នឹងយកអត់កំណត់ដែរកំណត់ទេហ្នឹងអាហ្នឹងក៏អតិថិជនកក់មុនអីមុនទៅយើងតាមហ្នឹងទៅយើងលេងលំតាមហ្នឹងបងប្អូនដែលត្រូវការតម្រូវការកក់មុនអញ្ចឹងយើងអាចត្រៀមទុកបានដើម្បីធ្វើពួកគាត់เนาะព្រោះយើងច្រើនក្បាលលេងមួយថ្ងៃធ្វើអត់តន់ឲ្យទេเนาะបាទបងប្អូនយើងឃើញថាការលក់ដូររបស់បងស្រីលំមានញឹកមែនតើរាល់ថ្ងៃអ្វីដែលខ្ញុំឃើញនេះគឺអង្គុយចាក់ស្ដែងតម្រាំដដាច់ចិត្តថាជួយចែកម្លែកឲ្យបងឃើញថាញៀវមានការចូលចិត្តនិងចាប់អារម្មណ៍ជាមួយនឹងជ្រូកអាំងដកឆ្អឹងនេះគឺមកទៅថឹកហ្មងអញ្ចឹងបងប្អូនចាំមកទស្សនាទាំងអស់គ្នាដើម្បីជួយគាំទ្របងស្រីដែលគាត់នៅលក់មានឈ្មោះថាបាទជេបាទជ្រូកអាំងនៅក្នុងបរិយាគូស្រូវ2ហើយសូមបញ្ជាក់ម្ដងទៀតគឺផ្លូវលេខ8ផ្ទះលេខ39បាទលក់ចាប់ពីម៉ោងប៉ុន្មានបងពីម៉ោង4រសៀលរហូតដល់11យប់បងបងអាចមានលេខទូរស័ព្ទណាដើម្បីឲ្យភ្ញៀវតំណែងដើម្បីកក់មុនអីហ៎លេខទូរស័ព្ទលេខទូរស័ព្ទនៅខាងលើពីខ្សែណាចា
បាទលេខទូរស័ព្ទទីខ្សែនៅខាងលើនេះគឺ081 21 បាទ43 9គុតបាទ085បាទ73 73បាទ42បាទអញ្ចឹងបងប្អូនអាចកំងនឹង call មកដើម្បីធ្វើការកក់បាទគ្រប់កម្មវិធីទាំងអស់ណាបងណាមានអីតាមផ្ញើទៅមួយដែលគាត់ធ្លាប់មក ហើយក៏បានអរគុណដល់មួយច្រើនដែលតែងតែគ្រប់ត្រូលប៉ាជេជ្រូកអាំងយើងខ្ញុំនេះព្រោះអីខ្ញុំឥឡូវទទួលបានច្រើនជាងមុនណាកើនឡើងអញ្ចឹងសង្ឃឹមថាអតិថិជនដែលធ្លាប់មកជាវជារៀងរាល់ថ្ងៃហ្នឹងគឺគាត់នៅតែការគ្រប់ត្រូលជាមួយនឹងបងស្រីណាទាំងអស់គ្នាបាទអរគុណសម្រាប់នៅវត្តមាននៅថ្ងៃនេះបងស្រីដែលបានធ្វើកិច្ចសម្ភាសន៍ហើយនឹងសួរនាំអំពីបញ្ហាខ្លះៗពាក់ព័ន្ធទៅលើជ្រូកអាំងដកឆ្អឹងនេះផងដែរបាទអរគុណច្រើនបងណាអរគុណបាទប្រិមត្តទីគ្រប់ប្របានបាទក្នុងនេះគឺយើងឃើញថាជ្រូកអាំងរបស់បងស្រីនេះបាទលក់មួយថ្ងៃទៅមួយថ្ងៃកាន់តែកើនឡើងបងប្អូនអញ្ចឹងបងប្អូនអ្នកដែលគ្រប់ត្រូលបាទមកពីប្រឡប់បន្តិចបើសិនជាយប់បន្តិចគឺចង់កំងកន្លែងដែលពិសេសគឺអត់មានទេអញ្ចឹងមិនអីសូមគ្រប់ត្រូលអរគុណមានតែប៉ុណ្ណឹងបាទសូមគោរពប្រមកាយបាទគោរពជំរាបលា